ផលប៉ះពាល់នៃការចុកបារីការចុកបារីមានអាក្រក់ច្រើនសន្ធឹកសន្ធាប់ទាំងលើសុខភាពផ្ទាល់ខ្លួននិងសង្គមជុំវិញមកមើលអត្ថផលដែលបារីបានធ្វើបាបរាងកាយយើង 1. ផលប៉ះពាល់លើសុខភាពបំផ្លាញសួតបណ្ដាលឲ្យមានជំងឺសួតបាក់ទឹកខាប់និងការហានិភ័យនៃមហារីកសួតជំងឺបេះដូង stroke ធ្វើឲ្យសរសៃឈាមរឹងសម្ពាធឈាមពោះនិងអាចបណ្ដាលឲ្យបេះដូងគាំងឬ stroke ចាស់លឿនស្បែកខូចคล้ายជាមនុស្សចាស់មុនអាយុស្បែកស្ងួតមានប្រឡាក់និងសាច់ជ្រុះបំផ្លាញធ្មេញអណ្បាតធ្វើឲ្យធ្មេញលឿងមានក្លិនមាត់អាក្រក់និងអាចបណ្ដាលឲ្យធ្មេញជ្រុះប៉ះពាល់ដល់ភ្នែកអាចបណ្ដាលឲ្យអណ្ដាតភ្នែកការមិនអាចមើលឃើញច្បាស់និងនាំឲ្យភ្នែកខ្វះអង្កត់អង្កាញ់ប៉ះពាល់ដល់ខួរក្បាលពង្រឹងហានិភ័យនៃជំងឺឆ្កួតភ្លេច dementia និងបាក់បែកអារម្មណ៍ 2. ការកើនហានិភ័យនៃមហារីកបារីមិនត្រឹមតែបណ្ដាលឲ្យមហារីកសួតប៉ុណ្ណោះទេវាក៏ធ្វើឲ្យកើនហានិភ័យនៃមហារីកដូចជាមហារីកបំពង់និងមាត់មហារីកក្រពះមហារីកថ្លើមមហារីកភ្លុកនោមមហារីកស្រោមខ្លាញ់ក្រពែងសន្តាន cervical cancer 3. ផលប៉ះពាល់ដល់អ្នកនៅជុំវិញ secondary stroke ការចុកបារីមិនប៉ះពាល់តែអ្នកចុកទេប៉ុន្តែអាចប៉ះពាល់ដល់អ្នកនៅជុំវិញផងដែរធ្វើឲ្យកុមារកើតជំងឺផ្លូវដង្ហើមបង្កជំងឺបេះដូងសម្រាប់អ្នកមិនចុកបង្កការបញ្ចេញទារកមុនខែនិងទារកទម្ងន់ទាបសម្រាប់ស្ត្រីមានផ្ទៃពោះ 4. ផលប៉ះពាល់សេដ្ឋកិច្ចនិងសង្គមបាក់ធនបាក់ថ្លៃការចុកបារីចំណាយលុយច្រើនទឹកមិនកោះក្លិនអាក្រក់ធ្វើឲ្យខោអាវនិងមាត់មានក្លិនស្កុយជាជនជ្រាបនៃសង្គមកន្លែងចុកបារីកាន់តែតិចនិងសង្គមកាន់តែច្រើនចូលអ្នកចុក 5. អតីតសិននិងផលប៉ះពាល់ផ្លូវចិត្តសង្រេងនីកូទីនការចុកបារីធ្វើឲ្យคล้ายជាអតីតសិនមិនងាយបោះបង់មានអារម្មណ៍ស្រពិតស្រពិលបណ្ដាលឲ្យមានអារម្មណ៍ខឹងខុសឆ្គងនិងអស់កម្លាំងបង្កជំងឺធ្លាក់ទឹកចិត្តចុកអតីតសិនអាចធ្វើឲ្យមានបញ្ហាផ្លូវចិត្តសន្និដ្ឋានបារីគ្មានអត្ថប្រយោជន៍ទេមានតែគ្រោះថ្នាក់ដល់សុខភាពនិងជីវិតការចាក់បោះវាចេញអាចពិបាកប៉ុន្តែវាជាជម្រើសដ៏ឆ្លាតវៃសម្រាប់ការរស់នៅប្រសើរ